Bảo Thiên nàng còn muốn cơn đại tranh gì khá vậy thưa chỉ sợ là bảo đồn chi tố vậy thưa còn thưa kết chấp bị bên coi xong xa bây giờ là bây giờ chỉ tôi lọ bên men hay ai bây giờ mấy sâm bố này Bảo Thiên bên này sao này cứ giật bên hay chạm rồi tay tủ đi đó chơi bây giờ tam chấp một bên đấy chạm rồi tay đồ chi tôi bên chạm rồi tay con sao băng lên thôi chơi chỉ bật nhông hai mấy con mình chạm tới nếu bóng nó cho thua bọc xem ấy tôi mùi à là băng lên thôi con là Bảo Thiên này mình thua đại không phải dứt khné tiết à đã khá để lúc dừng chụp chán hai tập lại khi đã khá để rất đôi chạy đủ tê ta bây giờ cả màu gì tìm khơi chỉ lối tìm mùi bây giờ từng pi mà lại bay tranh bàn lại cô ta chụp trầm lực tử lón á là Bảo Thiên bật chìm đôi chỉ vậy men bà chạm tiết đồn chia nó từ ngày hay dừng chạy xiết hay chạm bị giật kia tay chạm sao vào nè tập pi nè tập pi bị giật kia pro tay nhau nè tập pi phật sanh đi rồi chạm bị giật kia tiết tay là băng lên nhauខ្ញុំមិនដាច់ចិត្តឃើញនៅបងព្រោះតែខ្ញុំសុខចិត្តនឹងហោឈាមនោះទេហើយនៅពេលនេះបានជួបលោកបងលេងហូប្រហែលជាដូចអ្នកគ្រូនិយាយអញ្ចឹងនេះគឺជានិស័យហើយព្រោះតែជួយខ្ញុំដែលជាដូនជីតូចដែលមិនដែលស្គាល់គ្នាសោះសំបីតែជីវិតខ្លួនឯងក៏មិនគិតគូរដែរនៅក្នុងចិត្តរបស់ខ្ញុំពិតជារំភើបណាស់ខ្ញុំសប្បាយចិត្តប៉ុន្តែក៏ពិបាកទ្រាំដែររឿងទាំងប៉ុន្មាននេះគឺព្រោះតែខ្ញុំបើខ្ញុំស្លាប់ទៅខ្ញុំស្លាប់ទៅគ្មានរឿងអីកើតឡើងទៀតទេlý ho chong ai tham dân cưới cho lấy pi lên lúc này đấy mình có crap bạch gớt tới hai á
ហើយពេលនេះយើងទីប្រមាណទៅហី លបងធានលបងចាញ់ហើយ ដូនជីទៅអ៊ីលេងនៅប៉ះហង្សានអបអរទទួលបានសិលល្អម្នាក់ណែលបងធានឆាប់សំពះគ្រូភ្លាមទៅ ដូនជីតូចបើយើងជប់ដូនជីម្ដងទៀតយើងសម្លាប់ចោលហើយ ម្ចាស់ទៀមឆាប់ចាក់ស្រា សាស្អីថតឆ្កែវ៉ា លបងលេងហូទ្រាំបន្តិចទៅណា នេះពួកចុងពេលនេះឯងរងចាំស្លាប់ទៅ សើប្អូនអ៊ីលេងសើប្អូនត្រូវតែដឹងអ្នកក្លានទាំង4នៅប៉ាក់ឈីងឆាំង មិនខុសទេយើងគឺឡយជាអ្នកខ្លានទាំង4នៅប៉ាក់ឈិងឆឹងលាចុងសើពូរបស់ឯងបានយកអ្នកប្រុសធំនៅដំណាក់ហ្វូវថ្ងៃនេះប្រគល់គេមកយើងវិញយើងនឹងលើកលែងជីវិតឯង ដូនជីដឹងថាក្បាច់គុណរបស់ប៉ាក់ឈីងឆាំងកំពូលជាងគេគឺអ្វីទេ មិនដឹងទេលើថាវិជាគុណរបស់គេពូកែណាស់ មិននិយាយក៏បាននាំតែធ្វើឲ្យបាយបាក់ទេ កំពូលស្អីទៅឆាំនិយាយទៅ យើងមិនចង់និយាយទេគឺឯងបង្ខំយើងឲ្យនិយាយក៏មិនទោះយើងណាគឺជាស្នៀតបែរក្រោយឲ្យគូទាព្រៃធ្លាក់ពីលើមេឃ និយាយពេកណាស់ស្អីទៅស្នៀតបែកក្រោយតូចគូតទីណាយ អ្នកក្លាហានទាំង4នៅប៉ាក់ឈិងឆាំង ឯងហើយយើងថាលោកតា3ដងភ្លាមយើងនឹងទុកជីវិតឯង បើចង់ឲ្យយើងប្រាប់ពីស្នៀតកំពូលរបស់ប៉ាឯងបែរក្រោយតូចគូសឹកទា លបងលេងហូលបងលេងហូ សើប្អូនអ៊ីលេងខ្ញុំប្រាប់ពីអានកំបាំងមួយចោះគម្ពីរកំចាត់បិសាចរបស់សំណាក់ធានាហ្វូវុយហើយនឹងលីងភឹងជឿពួកគេ សើច្បងសើច្បងសើច្បង លបងលេងហូលបងលេងហូដឹងខ្លួនឡើងលបងលេងហូ លោកតាមិនជួយគេទេ លបង យើងមិនអាចជួយគេបានទេដូនជីតូចក៏ជាមនុស្សសម្បូរស្នេហ៍ដែរបើសិនជាលីហ៊ូឆុងមិនស្លាប់នោះណាយើងថាដូនជីតូចប្រកាសជាសុំរៀបការជាមួយគេមិនខានទេ លបងលេងហូលបងលេងហូលបងមិនអាចស្លាប់បានទេលបងលេងហូបងត្រូវតែទ្រាំខ្ញុំនាំលបងទៅជួបអ្នកគ្រូគាត់ប្រហែលជាអាចជួយលបងបានមិនខានទេអេលបងលេងហូបងមិនលឺខ្ញុំនិយាយទេហ៎លបងលេងហូលបងលេងហូ លបងលេងហូ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 
លបងលេងហូព្រះពុទ្ធជាម្ចាស់សូមជួយខ្ញុំម្ចាស់ផងឲ្យខ្ញុំម្ចាស់រកឃើញសាកសពបងលេងហូព្រះជាម្ចាស់ចិត្តខ្ញុំច្បាស់ខ្ញុំមិនដឹងថាហេតុអីទេពេលដែលខ្ញុំបីលបងលេងហូចិត្តខ្ញុំពិតជាស្ងប់ស្ងាត់ល្អណាស់ហើយថែមទាំងមានអារម្មណ៍ដូចស្រឡាញ់គាត់ទៀតខ្ញុំចង់ទៅអោបបងលេងហូអស់មួយជីវិតនៅទីកន្លែងដែលគ្មានមនុស្សដើរជាមួយគាត់ខ្ញុំគួរតែបានស្ងប់ស្ងាត់ខ្ញុំមិនគួរគិតគូរដល់រឿងនេះទេអ្នកគ្រូមិនអនុញ្ញាតព្រះជាម្ចាស់ក៏មិនឲ្យខ្ញុំមានអារម្មណ៍រវើរវាយដែរខ្ញុំជួបបិសាចហើយប៉ុន្តែទោះយ៉ាងណាក៏ដោយសូមព្រះជាម្ចាស់ជួយថែរក្សាខ្ញុំឲ្យខ្ញុំបានរកឃើញបងលេងហូឲ្យឃើញក្នុងពេលឆាប់នេះនៅខាងក្រៅជាសឹងគូមែនទេសូមជិះជុំមកក្នុងមកខ្ញុំមិនបានទៅទទួលទេឯងមិនបានយកសម្ដីរបស់យើងទុកនៅក្នុងចិត្តឯងទេបែរជាហ៊ានប្រឆាំងនឹងបញ្ជារបស់មេបកហង្សានដោយចិត្តឯងខ្ញុំសំនឹងស្លាប់អញ្ចឹងទៅស្លាប់ទេសូមសឹងគូយល់ព្រមរងចាំលោកប្អូនតូននេះដឹងខ្លួនសិនទៅអរគុណសឹងគូមិនមែនជួយព្រឹត្តិចាមិនបាច់អរគុណទេការមកប្រការណាអរចាណាអរចាណាណោះទៅមើលធ្វើម៉េចអីមើលអរចាមែនទេល្អណាស់ឆាប់ទៅឆ្ងាយទៅឆ្ងាយទៅឆ្ងាយណែលឿនជុំផងលៀងដៃចានមាសលើកនេះលឿនថាចាប់ពីពេលនេះទៅនៅលើពិភពគុណគ្មានមនុស្សដូចគេទៀតទេណាប៉ុន្តែហើយពីមុនគេឈ្មោះលោកម្ចាស់លាវដូចថ្ងៃកំពុងតែរាក់អញ្ចឹងប៉ុន្តែនៅពេលនេះដូចជាទឹកហូរពីលើជ្រោះយើងគួរឲ្យស្ងើយសរសើរណាស់ខ្ញុំយល់ថារឿងនោះប្រកាសជាមានរឿងពិបាកនិយាយចេញមកហើយប៉ុន្តែហើយតិចលោកមានអាចកម្មាអ្វីទេដឹងលោកថាវិជាគុណ36ស្នៀតកងានចុះពីលើភ្នំរបស់គាត់ពូកែលើសមេបាក់លើព្រឹត្តិការណ៍មួយទៅទៀតណោះហើយថែមទាំងបំបីបានស្នៀតជាច្រើនទៀតគាត់ពិតជាពូកែអស្ចារ្យខ្លាំងណាស់ថែមតែទៀតតើហើយហើយចាប់ទៅឆ្ងាយទៅដូចហៅខ្មោចមកអញ្ចឹងធ្វើយើងព្រិចព្រាននិយាយអស់ហើយទៅឆ្ងាយទៅណែ
ឯគួរតែដឹងថាមិននិយាយពាក្យពិតក្នុងចិត្តលើកនេះលើជាងហុងលៀងដៃចានមាសដកខ្លួនពីពិភពគុណហើយលោកមេប៉មូតានៅបហិង្សានោះបានសម្រេចគោលបំណងទៅហើយពេលនេះគេពេញចិត្តប្រកាសជាលែងមកអុកឡុកបហិង្សាទៀតហើយមិនប្រកាសទេលើថាមូតាគឺជាមនុស្សដែលចិត្តទូលាយណាស់ឯងនិយាយព្រេះផ្ដាស់ណែដើមនៅក្នុងពិនសំឡេងពិនដូចជាដើមគេជាស្ដេចខ្លុយក្រោមទឹកភ្លៀងហើយគឺលោកម្ចាស់មូហើយលោកម្ចាស់មូសិស្សលាវចុងហ្វុងសូមសំពះបរមគ្រូលោកគ្រូសិស្សធុញទ្រាន់នឹងការកាប់សម្លាប់នៅក្នុងពិភពគុណណាស់មិនចង់សម្លាប់សត្វលោកទៀតទេសូមលោកគ្រូតាមថែរក្សាដល់សិស្សលាងដៃចានមាសដកខ្លួនបានសម្រេចផងចុះសិស្សច្បងលោកគ្រូបានផ្ដាំញើថាឲ្យយើងហើយនឹងសិស្សអូនលឺចុងហ្វុងរួមចិត្តតែមួយធ្វើឲ្យវិជាគុណបហិង្សាកាន់តែរីកចម្រើនទៅមុខទៀតថ្ងៃនេះសិស្សប្អូនមកជាចង់ដកខ្លួនពីពិភពគុណឬមួយមកពីសិស្សច្បងធ្វើរឿងមិនគប្បីសូមលោកគ្រូពីនៃសិស្សចុះលោកគ្រូតាំងពីលោកគ្រូចែកឋានទៅសិស្សច្បងមានគុណធំដូចជាភ្នំថ្ងៃនេះខ្ញុំចង់លាងដៃចេញពីពិភពគុណគ្មានតាក់ទងជាមួយនឹងសិស្សច្បងនោះទេសិស្សច្បងគួរតែយល់ហើយសិស្សច្បងលោកគ្រូសិស្សមានអាយុក៏ច្រើនថែមទាំងចាស់ទ្រុឌទ្រោមតែសិស្សអូនកំពុងតែពេញវ័យមានកម្លាំងនិយាយពីទេពកោសលនឹងអាយុប្រសើរជាងខ្ញុំលោកគ្រូថ្ងៃនេះសិស្សសុខចិត្តប្រគល់តំណែងមេប៉ឲ្យសិស្សប្អូនហើយអត់ទេលោកគ្រូសិស្សរៀនវិជ្ជាបានតិចតួចក្បាច់គុណមិនពូកែមិននឹងអាចទទួលតំណែងជាមេប៉បានទៅហើយនេះហើយសិស្សច្បងខ្ញុំមិនអាចទទួលយកបានទេហ៊ុយលោកគ្រូលាងដៃចានមាសជាមចូលមាន់ខ្លាគ្រោះសាព្រាត់ប្រាស់មាផ្ដាច់សង្ខារសម្រៀងដែលខ្វែងជ្រៀងនៅឯស្រុកហឹកសាទីណាក៏ស្ដាប់លឺដែរគឺមកពីហេតុអីសូមលោកគ្រូជួយបង្ហាញផ្លូវផងសិស្សច្បងនោះគ្រាន់តែជារឿងដែលមនុស្សទំនេរជ្រុលប្រឌិតឡើងតែប៉ុណ្ណោះទេឯងហើយនឹងបិសាចឈីយ៉ាងរាប់អានគ្នានៅចង់លាក់បាំងនឹងយើងទៀតមែនទេខ្ញុំនឹងលបងឈីជាមិត្តភក្តិធម្មតាដោយសារតែពិនហើយនឹងខ្លុយតែប៉ុណ្ណោះរីឯរឿងនៅក្នុងពិភពគុណរឿងបកពិភពគុណស្អីនោះពួកយើងមិននិយាយទេខ្លាចតែបកទាំងពីរមិនអាចអធិស្ឋានឯងទេឯងនឹងគិតកើណាស់មិនក៏មិនគិតមើលទៅបកទាំង5មកជួបជុំគ្នាលើហឹងសានមិននឹងអាចឲ្យឯងដកខ្លួនពីពិភពគុណទៅតាក់ទងនឹងបកមិនសាច់បានទៅលោកគ្រូក៏ចូលចិត្តតន្ត្រីដែរខ្ញុំជឿថាលោកគ្រូប្រកាសជាយល់ចិត្តរបស់សិស្សលាវចង្ហ្វុងសិស្សបានស្គាល់មិត្តយល់ចិត្តដូចជាលោកឈីយ៉ាងនេះសិស្សស្លាប់ទៅមិនស្ដាយទេឯងលោកគ្រូជីវិតរបស់បហិង្សាយើង
ជីវិតរបស់សិស្សក្នុងបកហឹងសានរបស់យើងរាប់រយនាក់ជីវិតរបស់គ្រួសាររបស់សិស្សទាំងមូលកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយសិស្សគ្មានកំណើតមិនអាចដឹកនាំបានល្អសូមលោកគ្រូជួយណែនាំសិស្សផងចុះសូមជួយណែនាំផង សើច្បង សិស្សអូនពេលនេះមានតែមធ្យោបាយមួយទេលុបចោលរឿងមហាអង្គប្រជុំលាងដៃចានមាសកំចាត់ឈីយ៉ាងចោលគ្រាន់តែបិសាចនោះស្លាប់ទើបស្រោចស្រង់អ្វីទាំងអស់មកវិញបាទ សើច្បងចង់ឲ្យខ្ញុំនិយាយយ៉ាងម៉េចទើបល្អទៅ ណែបើធ្វើគុំនិយាយឲ្យសោះ ខ្ញុំមិនអាចនិយាយហើយក៏មិនអាចធ្វើបានដែរ ឯង សើច្បង លោកគ្រូសិស្សពិតជាតលម្លេះហើយបើភ្នែកឃើញបអក្សររបស់យើងត្រូវបំផ្លាញចោលក្នុងដៃសិស្សហើយជីវិតអ្នកក្លាហានរាប់មិនអស់ត្រូវបញ្ចុះនៅហិង្សានេះហើយខ្ញុំគ្មានមុខអ្វីធ្វើជាមានបហិង្សាតទៅទៀតទេមានមុខអីនៅលើលោកនេះទៀតទៅអើយ សើច្បងលោកគ្រូ ពួកយើង បាទតែផឹកតែឆ្កាច់ ត្រូវហើយ ហើយតែនេះឈ្ងុយណាស់ ណែសិស្សប្អូនមានរួរៀងក្រំមែនក្រំហ្មងហើយមុខអូយក្រំណាមុខមើលបានអូយអាក្រំណាក្រំណាទីព្រីបិសាចចឹងមែន ស្វា6 មនុស្សចង្រៃឯងទាំងអស់នេះលាក់ខ្លួននៅទីនេះទេ ចុះបើមិនតែយ៉ាងម៉េច ខ្លួនហើយ ឯណាសិស្សច្បងធំមិនក៏អត់ទាន់ឃើញសិស្សច្បងធំមកវិញទៀត មិនចាំអញនិយាយទេបើសិស្សច្បងធំបានឃើញឯងមានរូបរាងអាក្រក់អញ្ចឹងប្រកាសជាគាត់លែងហ៊ានជួបមុខឯងទៀតហើយ ខ្ញុំមិនមែនរូបអាក្រក់ទេខ្ញុំគឺ អូយាលិញសាន យ៉ាកុំឲ្យមើលស្អី ស្វា6សិស្សច្បងអត់ត្រឡប់មកវិញមែនទេមិនកើតទេខ្ញុំទៅរកគាត់សិនលេងអូឆុងឆាប់ចេញមក ឆាប់មើលទៅមើលសូមគ្រប់គ្រូមីង លេងអូឆុងតើណាបាត់ហើយឆាប់ហៅវាចេញមកសុំជម្រាបអ្នកគ្រូមីងលេងអូឆុងមិននៅទីនេះទេរកគាត់មានការអីយើងនឹងជម្រាបបញ្ជាជាមួយសិស្សចង្រៃនោះវាហ៊ានចាប់លេងជឿសិស្សរបស់យើងទៅយ៉ាអ្នកគ្រូមីងមិនអាចទេសិស្សច្បងមិនហ៊ានធ្វើផ្ដេសផ្ដាស់នោះទេម្យ៉ាងទៀតក៏មិនហ៊ានប៉ះពាល់សិស្សច្បងរបស់ប៉អ្នកគ្រូមីងដែរគឺមិនហ៊ានទេនៅបកាយទៀតទេអីហ่าនិយាយប្រាប់ពួកគេទៅគឺលោកគ្រូពូធានសងនៅប៉ថៃសានឃើញនៅផ្ទាល់ភ្នែកគឺបានឃើញលេងហ៊ូឆុងហើយនឹងចៅព្រៃធានពូគួងនោះនៅជាមួយគ្នាហើយបង្ខំឲ្យសិស្សប្អូនអ៊ីលីងរបស់ខ្ញុំផឹកស្រាទៀតអ៊ីលីងក្មេងនេះក្មេងចង្រៃ សូមគ្រូមីងកុំអាខឹងអីនៅក្នុងនេះប្រកាសជាមានការយល់ច្រឡំហើយ ប៉ាហូសានចាប់សិស្សរបស់យើងទៅយើងចាប់យកសិស្សស្រីរបស់គេវិញឆាប់ឲ្យឪពុករបស់នាងយាកគួយឈិញមកដល់មនុស្សទៅមីង គ្រូមីងសូមមេត្តាផងទៅអ្នកគ្រូមីង មែនហើយ អ្នកគ្រូមីងសូមមេត្តាផង អ្នកគ្រូមីងទៅអ្នកគ្រូមីងទៅយកទៅ ជន់ទៀតអូយ
លោកគ្រូយាមេប៉ហួសានមកដល់ហើយ លោកបងយាធ្វើដំណើរមកពីចម្ងាយសូមស្វាគមន៍ លោកអូនលាវណែលៀងដៃចានមាសលើកនេះយកដាវទុកនៅនឹងកន្លែងថ្ងៃក្រោយនៅលើលោកនេះមានមនុស្សខ្លាំងម្នាក់ទៀតហើយណា ខ្ញុំគ្មានបំណងលោភលន់ហើយក៏មិនចង់បានអ្វីដែរគ្រាន់តែចង់បានសុខប៉ុណ្ណោះ សូមជើញចូលទៅខាងក្នុងទៅផ្ទះសំណាក់រៀបចំរួចអស់ហើយសូមជឿនមានរឿងស្អីចេះណាហើយទៅមើលតោះមានរឿងចេះហើយទៅមើលតោះមកចាំចេះហើយមានរឿងអីទៅមើលច្បាស់មើលមានអីហ្នឹងសែងហើយចុះលាចានឹងយ៉ាងមិនដែរហើយលាចាយ៉ាងម៉េចហ្នឹងដល់ហើយពិតជាមនុស្សពូកែថ្លំធំមែនចាំដល់ចុះទៅបាទសែងចូលទៅឲ្យលោកមេប៉ថៃសានមើលថាសិស្សរបស់គេទៅរបួសធ្ងន់ធ្ងរកម្រិតយ៉ាងណាតើជាថ្វីដៃរបស់អ្នកណាទៅណោះ អូមកទៀតម្នាក់ទៀតណាទៅមើលហើយយ៉ាគឺជាសិស្សបច្ចិញ្ឆឹងតើ មិនហើយ លោកគ្រូសិស្សច្បងទី4ឡយិនជីត្រូវគេសម្លាប់បាត់ទៅហើយ ហើយណែចាំមើលនេះជាស្នៀតអីមិនកំពុងពុលខ្លាំងយិបមកមែនហើយ គេគឺជាអ្នកណា គេគឺជាលីហ៊ូឆុង លីងហ៊ូឆុងហ៎ ឆាប់ហៅលីហូឆុងចេញមកលោកមិនប៉ាយាលោកបង្រៀនសិស្សល្អណាស់ថ្ងៃនេះត្រូវតែទូទាត់ឲ្យច្បាស់លាស់ត្រូវតែយកជីវិតលីងហ៊ូឆុងមកដល់វិញ លោកបងធិនមិនប៉របស់លោកបងជាមានវិន័យតឹងរឹងណាស់បើនិយាយពីគេឈ្មោះអ្នកណាដែលថាមិនស្គាល់ប៉ហូសាននោះលើកនេះលោកក្មួយលីងហ៊ូលោកក្មួយរបស់យកស្អីទៅ យាពូឈីងឆាប់ប្រកុលលីងហ៊ូឆុងចេញមកយាពូឈីង អូដូនជីទិញអីនឹកដល់ព្រះរស់មកដល់ពេលនេះខ្ញុំត្រូវការដូនជីជួយ សិស្សរបស់ខ្ញុំត្រូវគេចាប់មួយកំបិតសុំដូនជីយកថ្នាំប្រចាំប៉ជួយជីវិតគេផងទៅគឺថ្នាំក្រវិល លោកគ្រូយាលីងហ្វូឆុងនឹងចៅព្រានធានភូគួងរួមដៃគ្នាចាប់យកអេលីងសិស្សរបស់ខ្ញុំទៅបើគេមិនព្រមប្រគល់អេលីងមកឲ្យខ្ញុំវិញទេខ្ញុំនឹងចាប់យកកូនស្រីរបស់លោកហើយដៃឆ្កងជាងទៅទៀតអ្នកមោតាសាអ្នកមោតាសាអ្នកមោតាសារបួសអាចព្យាបាលជាចុះមនុស្សស្លាប់អាចធ្វើឲ្យរស់ឡើងវិញបានទេលោកមេប៉ដើរសភាពបរោះយាពូឈីងគេត្រូវសិស្សរបស់លោកសម្រាប់គេបានតាហើយសូមលោកគ្រូប្រោសឲ្យគេ
រស់ឡើងវិញផងទៅ អីកូនជូមនុស្សក្នុងដំណាក់ធានាហ្វូហ្វួយស្លាប់អស់រាប់រយនាក់មនុស្សទាំងអស់នោះតើនរណាជួយគេទៅ កូនស្រីរបស់លោកហើយនឹងសិស្សរបស់លោកតុបតែងខ្លួនបន្លំនៅឯស្រុកហ្វូជាខ្លាចតែមានរឿងជាប់តាក់ទងនឹងរឿងនេះដែលទីដឹង ឆ្កែខំតែមួយម៉ាត់ប៉ុណ្ណោះមុត3ចង្គោមដូនជីទីអ៊ីរឿងនេះត្រូវពឹងលើដូនជីហើយជួយនិយាយហេតុផលសំណាក់ធានាហ្វូហ្វួយហើយនឹងបាក់ឈីងឈឹងផងទៅតើយុទ្ធធននៅឯណា រឿងនេះមិនសូវសំទេដឹង ដូនជីខ្ញុំក៏ចង់យកការពិតលាតត្រដាងចេញមកដែរមានតែកាត់ក្តីជាសាធារណៈនោះទេ ល្អណាស់កាលពីឆ្នាំនោះបុព្វបុរសរបស់ត្រកូលលីងយានធូកុងរបស់សំណាក់ភូវុយបានបង្កើតវិជាគុនដែរកម្ចាត់បិសាចស្នៀតទាំង77នៅក្នុងពិភពគុណមិនអាចនរណាយកឈ្នះទេតែលោកគ្រូរបស់អ៊ីគុនជូឆាងជីងគឺកាលពីក្មេងបានចាញ់នៅក្រោមដាវរបស់យានធូកុងរឿងដែលឆាងជីងជឺប្រយុទ្ធចាញ់នោះគ្មានអ្នកណាដឹងនោះទេតែគេនៅតែគិតថានេះជារឿងអាម៉េះគិតយ៉ាងណាក៏នៅតែមិនអាចបំបែកក្បួនរបស់គេបានក្រោយមកជាអកុសលឆាងជីងជឺក៏បានស្លាប់ទៅទាំងវ័យក្មេង មិនខុសទេអ៊ីចង្ហៃសងសឹកជួសលោកគ្រូជារឿងត្រឹមត្រូវណាស់ អ៊ីកូនជូបើគ្រាន់តែដើម្បីសងសឹកចុះហេតុអីក៏ទុកប្តីប្រពន្ធលីងចិនណានហើយនឹងកូនរបស់គេធ្វើអីទៅ សួរបានល្អ ខ្លាចតែអ៊ីកូនជូមានបំណងផ្សេងស្វែងរកគម្ពីរកម្ចាត់បិសាចក្តោបក្តាប់ពិភពគុណតែប៉ុណ្ណោះ យេពូឈីងកូនស្រីឯងហើយនឹងលីងហូឆុងសិស្សរបស់ឯងបង្កប់ខ្លួននៅស្រុកហ្វូជៀនឬមួយក៏មិនមែនតាមស្វែងរកគម្ពីរកម្ចាត់បិសាចត្រកូលលីទេ អ៊ីកូនជូឯងនិយាយនេះតើមានភ័ស្តុតាងទេ យើងនឹងយកភស្តុតាងចេញមក ល្អណាស់អញ្ចឹងឆាប់យកភស្តុតាងចេញមកឲ្យអ្នកទាំងអស់គ្នាមើលទៅមិនចឹងទេឯងបៀនឈាមព្រោះលើគេហើយ អី អីកូនជូទីនេះមិនមែនជាសំណាក់ធានាទេ អេសេងប៉ាហង្សានសូមជួប អ្នកគ្រូ ឯងធ្វើរឿងអាម៉ាហើយនៅមានមុខមកជួបយើងទៀត អ្នកគ្រូសិស្សវិតែមិនបានវិលត្រឡប់មកជួបមុខអ្នកគ្រូវិញហើយ ចាំយាយមកលេងហូឆុងហើយនឹងធានពូគួងពួកវារត់ទៅដល់ណាហើយ លោកបងលេងហូគាត់ ស្ដាប់មើលចុះគេហៅចោលចង្អែនោះថាយ៉ាងម៉េចទៅ ឯងមានតិចស្ដាប់មិនលឺទេអេមនុស្សរបស់បាក់ទាំង5យើងនេះសុទ្ធតែជាសិស្សច្បងសិស្សប្អូននឹងគ្នាគ្រាន់តែហៅប៉ុណ្ណឹងមានអីខុសទៅឆាប់ទៅអ៊ីលីងនិយាយរឿងរបស់លីងហូឆុងឲ្យច្បាស់ អេកុំអាសិនរឿងនេះទាក់ទងដល់ទៅជីវិតពីរសម័យដូនជីតូចនិយាយនៅទីនេះហើយ ឯងចង់ធ្វើអី អូណែភ្ញៀវកិត្តិយសទាំងពីរនាំតែបែកបាក់សាមគ្គីភាពទេបន្ទោះមកពីខ្ញុំអមរាមិនបានដិតដល់សូមគុំប្រកាន់អីគុំប្រកាន់នឹងខ្ញុំអី លោកម្ចាស់លីវពិតជាគួរឲ្យអស់សំណើចណាស់ខ្ញុំខឹងជាមួយសត្វក្បីតាក់ទងអីជាមួយលោកទៅគេមិនឲ្យទៅខ្ញុំត្រូវតែនាំទៅ គុំអី បើចង់និយាយពាក្យគួរសមនោះយើងអាចនិយាយគ្នាបាន ណែខ្ញុំគ្រាន់តែចង់ឲ្យដូនជីតូចនិយាយរឿងនោះចេញមកតែប៉ុណ្ណោះអីចឹងហើយខ្ញុំនេះជាមនុស្សស្អីទៅបែរជាហ៊ានខាត់ដំណើររបស់លោកមេប៉ាក់ហឹងសាននោះ ល្អពួកយើងទៅផ្ទះធំទៅ សិស្សអេលីងសូមគោរពអ្នកគ្រូគ្រូមាគ្រូអំទាំងអស់បើមានពាក្យណាដែលមិនពិតនោះ
ព្រះម៉ែគង់ស៊ីអ៊ីមមានមហិទ្ធិឫទ្ធិប្រកាសជាបានដឹងលោកអាចារ្យចំមកគោស្ដាប់ឮដែរទេនិយាយទៅនិយាយយ៉ាងសង្ខេបរឿងមិនពាក់ព័ន្ធកុំនិយាយអីសោះចា ដូនជីតូចដូនជីរត់មិនរួចទេ លោកខាត់ខ្ញុំធ្វើអីបើនៅតែមិនឲ្យខ្ញុំទៅទៀតប្រយ័ត្នប៉ះត្រូវដៅរបស់ខ្ញុំទៅណា អាយ៉ាដាវហ៎ដូនជីតូចដូនជីពិតជាចិត្តល្អបែបដូនជីមិនអាចចិត្តសម្លាប់យើងទេបែបទេដូន ខ្ញុំ ជី គ្មានគំនុំអីជាមួយលោកទេហេតុអីត្រូវសម្លាប់លោកនោះ អើចឹងភាសាហើយគួយចូលមកនិយាយជាមួយគ្នាទៅណាដូនជីណា ហើយអ្នកសិស្សច្បងខ្ញុំកំពុងតែរងចាំខ្ញុំម្យ៉ាងទៀតអ្នកគ្រូហាមមិនឲ្យពួកយើងនិយាយជាមួយមនុស្សប្រុសតើលោកដឹងថាអ្នកគ្រូរបស់ខ្ញុំប្រកែកប៉ុណ្ណាទេបើអ្នកគ្រូខ្ញុំជួបមនុស្សប្រហែលដូចជាលោកនេះប្រកាសជាវាយបំបាក់ជើងរបស់លោកហើយគេនិយាយថាចង់បំបាក់ជើងគេទាំងពីរគេនឹងឲ្យវាយតែអ្នកគ្រូដូនជីតូចដូចជាចាប់បន្តិចហើយមិនត្រូវមករបស់គេទេ ផ្ដេសផ្ដាស់ពេលអញ្ចឹងក៏ចាំក្នុងចិត្តដែរគេនិយាយអញ្ចឹងពិតមែនទេ គេនិយាយច្រើនណាស់គេថារូបរាងរបស់ខ្ញុំស្អាតគេឲ្យខ្ញុំកេងជាមួយគេទៅ បិទមាត់ក្មេងបិទមាត់មិនចិត្តពាក្យអញ្ចឹងក៏និយាយចេញមកកើតដែរ សិតតែពាក្យគ្មានបានការទាំងអស់ឯណាលីហូឆុង ដូនជីតូចឯណាលីងហ៊ូឆុងនោះ ក្រោយមកលបងលេងហូគាត់ បែរក្រោយតយគូតទាធ្លាក់ពីលើមេឃ គឺ បែរក្រោយតយគូតទាធ្លាក់ពីលើមេឃបែរក្រោយតយគូតទាធ្លាក់ពីលើមេឃ សាច់ច្បងធំ សាច់ច្បងធំ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  លបងលេងហូមិនតាន់ស្លាប់ទេមិនអាចទេមិនអាចទេ ខ្ញុំមិនតបបានឃើញមុខគេជាអ្នកណាផងគ្រាន់តែថាមានអារម្មណ៍ស្រួលក៏ត្រូវគេវាយទៅហើយ ឯងមានតែតងស្អីជាមួយនឹងមនុស្សកុំធំនោះនៅឯសែកពីឯងនិយាយពីអ្នកក្លានមកហ៎គាត់ជានាមច្បងរបស់យើងមិនបានជាអញទុកប៉ាឈីងឈឹងជាស្ត្រូវបែបនេះព្រោះប៉ាឈីងឈឹងសាំងបាបកម្មច្រើនណាស់អ្នកក្លានមកមានរឿងអយុត្តិធម៌គាត់ប្រកាន់ចេញមកជួយគាត់ជាមនុស្សមានសច្ចធម៌ខ្លាំងណាស់ចូលចិត្តជួយអ្នកទុនខ្សោយល្អសម្ដីដែលឯងនិយាយនេះធ្វើយើងចង់ស្គាល់ខ្លាំងណាស់អត់ដល់ទាំងពីរមានរឿងអីអង្គុយចុះមកនិយាយគ្នាតាមសម្រួលទៅ
អីគាត់ជូមិនក៏ឯងមានចិត្តសប្បាយយ៉ាងនេះហ៊ានធ្វើបាបចៅប្រុសរបស់យើងផងហ៎ចៅពិតជាល្អចៅល្អឯងជួយលើកដំកើងជីតានៅទីនេះធ្វើឲ្យតិចរបស់យើងរហ័សរហួនវិញហើយហេហើយពិតជាអស្ចារ្យគាត់ជួយចៅប្រុសគាត់មិនហើយអត់ចាំទេអីគាត់ជូយើងថាក្បាច់កូនឯងគ្មានស្អីគួរឲ្យអស្ចារ្យនោះទេឯងគួរតែចូលចាញ់អាក្លានមួយទៅប្រកាសជាមានប្រយោជន៍សម្រាប់ឯងវិញលន់ណាយើងក៏ចង់ឃើញឯងនេះប្រកែប៉ុណ្ណាដែរចៅតូចឯងមិនមែនជាដៃគូរបស់បច្ឆិឆឹងទេឯងគួរតែលុតជង្គង់ថ្វាយបង្គំយើងទុកឲ្យយើងចេញមុខជួឯងចុះមិនទេអង្វរឲ្យគេជួយថ្វាយបង្គំមានស្អីគួរអស្ចារ្យទៅមែនទេលោកតាអ៊ីចង្ហាយសម្រាប់ជនសូត្រង់ប្លន់ត្រង់សម្បត្តិគេមនុស្សនៅក្នុងពិភពគុណអ្នកណាក៏សក់ខ្ពើមគេដែរសូមលោកតាជួយរកយុត្តិធម៌ជួយអ្នកទាំងអស់គ្នាផងគេអីចៅឆ្លាតរបស់យើងគួរតែទៅរកកន្លែងនិយាយគ្នាបានសប្បាយចាំមកគូយើងសូមលាសិនហើយ